ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃហ្នឹងខ្ញុំចេញពីហូបបាយហាងមកវិញខ្ញុំរើបង្អែមលាងមាត់តិចចាបងប្អូនចាថ្ងៃហ្នឹងមករកបង្អែមអូយមើលខេកល្អណាស់បងប្អូនអើយតែថ្លៃម្ដុំហ្នឹងចិត្ត20000ណាបងប្អូនអើយហ្នឹងហើយចាឥឡូវកំពុងដើរឯណូនដើររើផ្លាដើររើកន្លែងនំនិយាយទៅនំហ្នឹងរបៀបនំខ្មែរក៏មានដែរបងប្អូននំអីក៏មានដែរចានំដូចថារបៀបនំអាកោនំកញ្ចាក់កចាននំបាញ់អ៊ូនំនេះរបៀបនំកាមនំកន្ទក់បងប្អូនចានំហ្នឹងនំកន្ទក់ខ្ញុំចូលចិត្តទិញម្ដុំនឹងតម្លៃហ្មងអត់មានឃើញតម្លៃទេតែយកសិនហើយចុះឡើងប្តីខ្ញុំកាន់នំមកបានមួយថងមកថាអាហ្នឹងខាងក្នុងហ្នឹងស្នូសដែកហ្នឹងហើយអញ្ចឹងខ្ញុំដើរមករកមើលកញ្ចាក់កចាន់កន្លែងហ្នឹងក៏មានកញ្ចាក់កចាន់បងប្អូនមានគ្រប់ម៉ូតគ្រប់ម៉ាកកញ្ចាក់កចាន់ណាបងប្អូនចាកញ្ចាក់កចាន់លឹកតយក៏មានកញ្ចាក់កចាន់សដែកខ្មៅក៏មានអានេះកញ្ចាក់កចាន់សដែកខ្មៅបងប្អូនហ្នឹងហើយចំណែកនេះដលងកើគេដុតណាចាតែខ្ញុំត្រូវការកញ្ចាក់កចាន់ស្លឹកតយចាខ្ញុំយកកញ្ចាក់កចាន់ស្លឹកតយម្ដុំបងប្អូនចារួចទៅពីនឹងមកដើរមើលទៀតហើយមានកញ្ចាក់កចាន់លាយជាមួយបាយតាណាបបងប្អូនមានបាញ់អ៊ូចាបាញ់អ៊ូខ្ញុំអត់បានថតឲ្យបងប្អូនមើលទេចាហើយប្តីខ្ញុំកាន់អាហ្នឹងចង់បានខ្ញុំថាមិនបាច់ទេហូបអស់ទេច្រើនណាខ្ជិលក៏មកមើលផ្លែឈើបងប្អូនផ្លែឈើស្អីក៏មានដែរមួយកន្លែងហ្នឹងស្វាកបងប្អូនចានេះផ្លែបឺវាតម្លៃវា4.50 សេនស្មើនឹង4500លុយខ្មែរយើងណាបងប្អូនចានៅក្នុងហ្នឹងផ្លែត្រឡាប់ផ្លែបឺផ្លែពំផ្លែក្រូចមានទាំងអស់ផ្លែ strawberry ក៏មានដែរបងប្អូនអើយចាខ្វះក៏ប៉ុន្តែខ្ញុំអត់ដែរហូបទេ strawberry និយាយទៅមិនសូវចំណូលអត់ហូបចាបងប្អូនចាមកមើលបងប្អូនមកមើលផ្លែស្អីក៏មានផ្លែនេះផ្លែត្រឡាប់បងប្អូនមកគ្រាប់នឹង15000ណាផ្លែត្រឡាប់ចាអើយខ្ជិលហូបបាច់ក៏បានដែរដល់បានត្រឹមតែមើលទេបងប្អូនអើយចាថ្លៃពេកហ្នឹងហើយតើមើលក្រូចផ្លែអីក៏មានបងប្អូននិយាយទៅរៀបរាប់ប្រាប់អស់ទេបងប្អូនមើលខ្លួនឯងមានពណ៌ខៀវមានទំពាំងបាយជូរមានក្រូចមានសើមនិយាយអត់មានសើមហើយបងប្អូនសើមអត់មានទេក្រៅពីនឹងមានទាំងអស់ចាហើយមកមើលផ្កាហ្នឹងបងប្អូនកុំគិតថាផ្កាជ័រផ្កាសិតផ្កាស្រស់ហេបងប្អូនចានិយាយទៅខាងបងប្អូនឥណ្ឌាគេច្រើនទៅយកទៅគ្រប់បូជាគេហៅស៊ីមបៃយ៉ាងណាចាផ្កាស្រស់អត់មានជ័រទេបងប្អូនមើលច្រើនមែនតើហ្នឹងហើយមិនថោកទេបងប្អូនផ្កាមកតងថ្លៃណាចាឃើញអញ្ចឹងថាថោកអត់ទេផ្កាហ្នឹងផ្កាស្រស់ពិតហ្នឹងហើយខ្ញុំដើរមកមើលនំទៀតដែរបងប្អូនហ្នឹងហើយប្លុកហ្នឹងប្លុកសិតតែនំផ្លែឈើបងប្អូនចាដើរមកនំនឹងនំត្រូវការនំណាអីនំណាទេបងប្អូនដូចមិនសូវចំណូលបានតែត្រឹមមើលតែត្រូវចំណូលបានកញ្ចាក់កចាន់ម្ដុំមិញហ្នឹងបងប្អូនអើយហ្នឹងហើយប៉ុន្តែមកថតវីដេអូឲ្យបងប្អូនមើលពីទេសភាពកន្លែងហាងគេលក់អីចឹងណាឲ្យបងប្អូនស្វាយភ្នែកតិចចានិយាយទៅមកប្លុកហាងហ្នឹងផ្លែឈើទាំងអស់បងប្អូនហ្នឹងហើយនេះផ្លែគីវីខ្ញុំខ្ជិលបើកថតទៅបងប្អូនក្រោមហ្នឹងផ្លែល្មុតចាហ្នឹងហើយបងប្អូនអើយហើយផ្លែល្មុតមិនដឹងមកពីខាងណាខាងណីទេបងប្អូនវាអត់តំណងផ្លែល្មុតគេហ្នឹងចារួចទៅពីហ្នឹងទៅខ្ញុំដើរចង់ហូបនំនោះហើយប្តីខ្ញុំថាទិញទៅហូបអីក៏ទិញបោះចោលពួកខ្ញុំថៅទិញទេប៉ុន្តែគ្មានអ្នកហូបទេផ្ទះខ្ញុំអញ្ចឹងខ្ជិលទិញបដ ாய் ទៅបងប្អូនមកមើលខេកម្ដងខ្ញុំទិញរបស់ណាដែលអ្នកផ្ទះខ្ញុំគេចូលចិត្តពីថាប្តីខ្ញុំចូលចិត្តកូនខ្ញុំចូលចិត្តបានខ្ញុំទិញអញ្ចឹងបងប្អូនបើគាត់អត់ចេះហូបអញ្ចឹងគាត់មិនចំណូលចូលចិត្តខ្ញុំក៏អត់ទិញដែរទិញទៅយកបោះចោលស្ដាយលុយបងប្អូនអើយចាហើយមកមើលនំប៉័ងដុតណានំប៉ាវដុតចាប្តីខ្ញុំថានោះអានេះគាត់ចង់ហូបអានេះហ្នឹងហើយគាត់ចង់ហូបអាហ្នឹងក៏ខ្ញុំដាក់ឲ្យអ្នកលក់ដាក់ឲ្យច្រកឲ្យ2មកចាមីអូនច្រកឲ្យបង2មកចាហ្នឹងហើយ
អានឹងឆ្ងាញ់បងប្អូនគេដុតជាមួយ snow ដូងហ្នឹងហើយហើយតម្លៃនំហ្នឹងត2រៀល.5កាក់ស្មើនឹង2005បងប្អូនចាចំណែកមួយចំហៀងទៀតហ្នឹងមានពងទាប៉ុន្តែពងទាហ្នឹងអត់ឆ្ងាញ់ទេដែលខ្ញុំយកអាខ្មៅហ្នឹងវាដូងសាច់ដូងគេដុតណាចារួចទៅពីហ្នឹងទៅដើរមកមើលនំប៉ាវម្ដងបងប្អូនចាមកមើលនំប៉ាវនេះខ្ញុំទិញបានប៉ុណ្ណឹងឯងបងប្អូនអើយអត់សូវចំណូលយើងទិញតែរបស់ណាយើងចូលចិត្តណាបងប្អូនចារួចទៅពីហ្នឹងទៅខ្ញុំឲ្យបងប្អូនមកមើលអាកោស្រុកម៉ាឡេបងប្អូនចានេះអាកោស្រុកម៉ាឡេបងប្អូនមើលចានេះអាកោ snow ស្លឹកតើយស្លឹកតើយបងប្អូនចាចំណែកអានេះរបៀបគេអាកោដែរគេតែគេចំហុយរបៀបចាក់កចាត់ណាបងប្អូនចានេះនំនិយាយទៅនំនេះមិនដឹងគេហៅនំអីទេតែអាកោនេះឡើងល្អណាបងប្អូនមើលបងប្អូនណាយកទៅសែនហ្នឹងក៏ល្អដែរចាវាមានតាមធឺតាមម៉ាក់វាបងប្អូនវាមានអាទូចវាមានអាធំវាមានអាមល្មមចានេះសិតតនំហ្នឹងបងប្អូនចារបៀបនំកចាក់កចាន់របៀបអីហ្នឹងគេចាក់ចានិយាយទៅមកហាងក្នុងហាងហ្នឹងនំអីក៏មានដែរបងប្អូនក៏ខ្ញុំទិញគ្រប់បានហើយខ្ញុំយកទៅគិតលុយបងប្អូនចាហើយគិតលុយនោះវាមានភ្ញៀវអ្នកគិតលុយគេយកមកអាកន្លែងគិតលុយមកផ្សេងទៀតចឹងបងប្អូនចាហើយមកកប៉ាច់ហ្នឹងមកកប៉ាច់ឃើញមកបន្តិចចឹងបងប្អូនអស់20000ជាង25000ចាហ្នឹងហើយបងគិតលុយរួចហើយសួរអស់ប្រហែលខ្ញុំមានលុយឲ្យទេបងប្អូនមាន scan card ហ្នឹងចាព្រោះខ្ញុំទៅណាមកណាទិញអីខ្ញុំ scan តែ card ហ្នឹងហើយខ្ញុំមិនសូវដាក់លុយក្នុងខ្លួនទេលុយខ្ញុំដាក់តែក្នុងធនាគារបងប្អូនតែមានចោលប្លន់លុយនៅក្នុងខ្លួនអីខ្ញុំមាន100ទេខ្ញុំទៅណាមកណា scan តែ card ចាស្រួលចឹងណាជួនកាលយើង scan ទូរស័ព្ទចឹងទៅចាអញ្ចឹងហើយយើងចេញយើងដូចថាទិញហើយចេញទៅក្រៅបងប្អូនចាត្រឡប់ទៅវិញហើយមើលផ្លែឈើនៅខាងក្រៅអូយម៉ូតអីក៏មានដែរបងប្អូនអើយខ្វះកហូបហ្មងប៉ុន្តែខ្ញុំមិនសូវចំណូលខ្ញុំអត់សូវខ្វះកទេបងប្អូនតែបងប្អូនអ្នកជួយចិត្តអូយឃើញខ្វះកហ្មងចាអញ្ចឹងវីដេអូក៏ផ្ដល់ទីបញ្ចប់បងប្អូនសូមអរគុណបាយបាយ